មន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រាមសហរដ្ឋអាមេរិកលោក Elbridge Colby បាននិយាយថាលោកត្រៀមខ្លួនធ្វើដំណើរមកកម្ពុជាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីខណៈប្រទេសទាំងពីរកំពុងពិចារណាពង្រឹងទំនាក់ទំនងការពិជាតិនិងរៀបចំសម្ពយុទ្ធយោធារួមគ្នាឡើងវិញលោក Colby អនុរដ្ឋលេខាធិការក្រសួងសង្គ្រាមអាមេរិកទទួលបន្ទុកគោលនយោបាយបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃទី13ខែសីហាថាលោកនឹងធ្វើដំណើរមកកម្ពុជានៅយប់ថ្ងៃប្រហ័សហើយគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីកម្ពុជានៅថ្ងៃសុក្រលោក Colby បានបញ្ជាក់ថាលោកត្រៀមខ្លួនពិភាក្សាជាមួយភាគីកម្ពុជាអំពីកិច្ចសហប្រតិបត្តិការយោធាដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីឆ្នាំមុនដំណើរទស្សនកិច្ចនេះកើតឡើងខណៈកម្ពុជានិងសហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពិជាតិនិងយោធាបន្ទាប់ពីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំកម្ពុជានិងសហរដ្ឋអាមេរិកបានបង្ហាញការបដិញ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនិងគ្រោងរៀបចំលំហាត់ហ្វឹកហ្វឺនយោធារួមនៅឆ្នាំ2027គោលបំណងនៃការរៀបចំសម្ពយុទ្ធនេះគឺដើម្បីកសាងទំនុកចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនិងរួមចំណែកដល់សន្តិសុខក្នុងតំបន់ Indo-Pacific ប្រទេសទាំងពីរក៏បានបង្ហាញពីបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពិជាតិនិងយោធាការបណ្ដុះបណ្ដាលធនធានមនុស្សការពង្រឹងសមត្ថភាពកងទ័ពកិច្ចសហប្រតិបត្តិការរួមក៏មានការប្រយុទ្ធប្រឆាំងអំពើភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែននិងការរៀបចំលំហាត់ហ្វឹកហ្វឺនយោធារួមឡើងវិញការបដិញ្ញាចិត្តនេះត្រូវបានបង្ហាញក្នុងជំនួបរវាងអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទលោកវង្សពិសេននិងមេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកលោក Steve Keller ក្នុងអំឡុងលោកមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី7ខែកក្កដាសូមរំលឹកថាសម្ពយុទ្ធយោធាឆ្មាំអង្គររវាងកម្ពុជានិងសហរដ្ឋអាមេរិកលើកចុងក្រោយបានធ្វើឡើងក្នុងឆ្នាំ2017នៅពេលនោះរដ្ឋាភិបាលបានបញ្ជាក់ថាការផ្អាកសម្ពយុទ្ធយោធាជាមួយអាមេរិកគឺដើម្បីផ្ដោតលើការរៀបចំការបោះឆ្នោតឃុំសង្កាត់និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ជាតិការវិលត្រឡប់នៃកិច្ចសហប្រតិបត្តិការយោធានិងការរៀបចំសម្ពយុទ្ធរួមឡើងវិញអាចជាសញ្ញានៃការព្យាយាមពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលទំនាក់ទំនងផ្នែកយោធាមានកម្រិតដំណើររបស់លោក Colby មកកម្ពុជាត្រូវបានគេរំពឹងថានឹងផ្ដោតលើការពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាការបណ្ដុះបណ្ដាលនិងការពង្រឹងសមត្ថភាពកងកម្លាំងព្រមទាំងការរៀបចំលំហាត់យោធារួមនាពេលខាងមុខ